សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីរបៀបស្ងោរស៊ុបសាច់គោបែបជនជាតិបរទេសហើយថ្ងៃនេះនាងខ្ញុំមានបន្លែមួយចំនួនដូចជាការ៉ុតដើមខ្ទឹមសទំហំធំហើយមានតាំងពីដំឡូងបារាំងខ្ទឹមបារាំងហើយនិងទឹកស៊ុបមានសាច់ដូចជាសាច់គោយើងយកសាច់គោដែលប្រភេទស្វិតហើយក៏ដូចជាមានអំបិលក៏ដូចជាម្រេចហើយមកប្រភេទទៀតគេហៅថាជីក្រៀមគ្រប់ប្រភេទហើយនៅក្នុងហ្នឹងពុកម៉ែបងប្អូនពេលដែលនាងខ្ញុំបានរៀបរាប់នៅគ្រឿងសាច់អីហើយគឺដល់ពេលដែលយើងបង្ហាញពីការកាត់សាច់អញ្ចឹងការកាត់សាច់គោរៀងទំហំធំគួរសមដោយសារតែមុខម្ហូបដែលយើងធ្វើថ្ងៃនេះគឺយើងប្រើក្នុងឆ្នាំងដែលចម្អិនរយៈពេលយូរហើយភាសាអង់គ្លេសគេហៅថា slow cooker ហើយប្តីខ្ញុំនិងខ្ញុំក៏ទើបតែមានឆ្នាំងនឹងដែរអញ្ចឹងយើងចាប់ផ្ដើមរកមុខម្ហូបណាដែលងាយស្រួលដើម្បីធ្វើហើយយកពេលហ្នឹងមកបង្ហាញពុកម៉ែបងប្អូនយើងកាត់សាច់គោរាងខ្លីៗមកល្មមហើយពេលដែលយើងកាត់សាច់គោរួចរាល់ហើយគឺសកម្មភាពបន្ទាប់គឺពុកម៉ែបងប្អូនយកសាច់គោយកទៅលីងពេលដែលសាច់គោលីងគឺនាងខ្ញុំក៏យកពេលហ្នឹងចិតបន្លែទុកឲ្យប្តីរបស់នាងខ្ញុំផងដែរអញ្ចឹងសាច់គោពេលយើងលីងវាទៅធ្វើឲ្យសាច់គោបាត់ធុំក្លិនហើយទី2វាធ្វើឲ្យពណ៌សាច់គោពេលយើងយកទៅលេងបែបហ្នឹងពុកម៉ែបងប្អូនពណ៌របស់វាកាន់តែស្អាតហើយពេលដែលយើងស្ងោរស៊ុបហ្នឹងវាបង្កើនរសជាតិនៅក្នុងស៊ុបហើយទុករយៈពេលរៀងយូរដែរហ្នឹងចង់10នាទីដែរពុកម៉ែបងប្អូនយកទៅលេងហ្នឹងហើយបន្ទាប់ពីយើងលេងហើយនាងខ្ញុំក៏យកបន្លែទៅលាងទឹកឲ្យស្អាតកាត់ទំហំធំគួរសមអញ្ចឹងដូចជាទំហំតែពុកម៉ែបងប្អូនចូលចិត្តត្រូវចាំថាទឹកស៊ុបនេះគឺយើងស្ងោររយៈពេលយូរអញ្ចឹងបន្លែរបស់យើងក៏យើងកាត់រាងទំហំធំដែរហើយពេលដែលប្តីរបស់នាងខ្ញុំគាត់បានយកសាច់គោយកមកដាក់នៅក្នុងនឹងហើយសកម្មភាពបន្ទាប់គាត់នឹងយកហៅថាខ្ទឹមបារាំងយកមកលីងជាមួយខ្ទះដែលយើងទៅតែឆាសាច់គោហ្នឹងដើម្បីឲ្យគេហៅថាខ្ទឹមបារាំងហ្នឹងមានក្លិនកាន់តែឈ្ងុយពេលយើងដាក់នៅក្នុងស៊ុបហ្នឹងរសជាតិរបស់វាកាន់តែឆ្ងាញ់នេះជាការធ្វើឬក៏លីងខ្ទឹមបារាំងហ្នឹងយើងអត់ចាំបាច់យកខ្ទះថ្មីទេពុកម៉ែបងប្អូនហើយយើងលេងហ្នឹងរយៈពេលចង់5នាទីដែរហ្នឹងតតែខ្ទឹមហ្នឹងធុំក្លិនឈ្ងុយខ្លាំងហើយយើងយកវាមកដាក់នៅក្នុងជាមួយសាច់គោហើយបន្ទាប់ពីយើងយកខ្ទឹមបារាំងដែលលេងទៅលេងហ្នឹងដាក់ជាមួយសាច់គោហើយគឺយើងអាចយកគេហៅថាទឹកស៊ុបដែលមានរសជាតិសាច់គោហ្នឹងយកមកដាក់ចូលនៅក្នុងនឹងផងដែរហើយដោយសារតែពួកយើងអត់ចាំបាច់ប្រើឬក៏ចម្អិនទឹកស៊ុបដែលមានរសជាតិសាច់គោយើងទិញពីផ្សារហើយបន្ទាប់ពីហ្នឹងគឺប្តីរបស់នាងខ្ញុំក៏គាត់កូរទឹកស៊ុបក៏ដូចជាសាច់គោនឹងចូលជាមួយគ្នាហើយចាប់ផ្ដើមដាក់គ្រឿងចូលហើយនៅក្នុងហ្នឹងដាក់ម្រេចដាក់ហៅថាជីស្ងួតគ្រប់មុខហ្នឹងអត់ទាន់អំបិលភ្លាមទេពុកម៉ែបងប្អូនយើងដាក់បន្លែទាំងអស់ចូលទៅក្នុងហ្នឹងពេលដែលដាក់បន្លែចូលហើយគឺយើងយកពេលហ្នឹងដើម្បីកូរបន្លែក៏ដូចជាសាច់ក៏ដូចជាទឹកស៊ុបហ្នឹងឲ្យគេថា
ស្មើល្បាយ ហើយឆ្នាំងដែលនាងខ្ញុំយកមកស្ងោរនេះ គឺវាអត់នេះទេបងប្អូន អត់ជាប់បាតទេ ហើយការចម្អិនហ្នឹងគឺសីតុណ្ហភាពក្តៅល្មម ហើយយើងយកគេហៅថានេះជាដើមខ្ទឹមទំហំធំដែលបង្ហាញពុកម៉ែបងប្អូនដាក់ខាងលើទៅ ហើយបន្ទាប់មកយើងយកគម្របមកគ្រប ហើយគេដាក់បែបហ្នឹងពុកម៉ែបងប្អូន ហើយពួកយើងចម្អិនរយៈពេល9 ម៉ោង ហើយពេលដែលយើងចម្អិនហ្នឹងរយៈពេល2 ម៉ោងម្ដង យើងមកកូរហើយយើងមកមើលពីនេះពុកម៉ែបងប្អូនថាភ្លក់ទឹកស៊ុបល្មមឬនៅ ហើយសាច់ហ្នឹងឆ្អិនហើយនៅ ហើយមិនទាន់ឆ្អិនល្អទេ យើងអាចបង្កើនពេលវេលាថែមទៀត ហើយបើសិនជាសាច់គោចាប់ផ្ដើមផុយហើយ គឺយើងអាចឈប់នៅរយៈពេល9 ម៉ោង អញ្ចឹងចាប់ផ្ដើមដួសទឹកស៊ុបមកភ្លក់ មានសាច់គោ ហើយក៏ដួសបន្លែមកភ្លក់ដែរពុកម៉ែបងប្អូន ហើយពេលដែលយើងភ្លក់ហើយឥឡូវនេះ ឆ្នាំងរបស់យើង ឬក៏ស៊ុបរបស់យើង ក៏ដល់ពេលបង្ហាញថាទឹកស៊ុបរបស់យើងឆ្អិនហើយ អញ្ចឹងនេះជាការបើក គឺវាចំហាយក្តៅខ្លាំងនៅក្នុងឆ្នាំងហ្នឹង ហើយបន្តមកទៀតនាងខ្ញុំនឹងដួសបង្ហាញពុកម៉ែបងប្អូន ហើយស៊ុបរបស់យើងគឺបានឆ្អិនហើយ ប្តីរបស់នាងខ្ញុំនិងខ្ញុំយកស៊ុបហ្នឹងញ៉ាំជាអាហារពេលល្ងាច ហើយស៊ុបដែលនៅសល់គឺនាងខ្ញុំនឹងពេលដែលស៊ុបនឹងត្រជាក់គឺដាក់ក្នុងប្រអប់ហើយដាក់ក្នុងទូទឹកកកឲ្យកក នឹងទុកខ្លះសម្រាប់ហូបសម្រាប់ថ្ងៃស្អែក ហើយសង្ឃឹមថានេះជាមុខម្ហូបថ្មីងាយៗជូនដល់ពុកម៉ែបងប្អូន ហើយអាហារពេលល្ងាចរបស់នាងខ្ញុំ គឺមានតែប៉ុណ្ណឹងពុកម៉ែបងប្អូន មានស៊ុបគោបន្តិចទៅ ហើយក៏ដូចជាគេហៅថាផ្លែផាសសិន ហើយនៅក្នុងនោះខ្ញុំលាយស្ករបន្តិចដោយសារតែផ្លែផាសសិនរបស់នាងខ្ញុំឆ្នាំនេះគឺជូរមែនទែន ហើយថ្ងៃនេះនាងខ្ញុំមានតែប៉ុណ្ណឹង សូមអរគុណពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះ តាំងពីដើមរហូតដល់ចប់ ហើយក៏សូមអរគុណសម្រាប់ការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នា ហើយនាងខ្ញុំនិងប្តីនឹងព្យាយាមរកមុខម្ហូបងាយៗ ហើយប្លែកៗចែកជូនដល់ពុកម៉ែបងប្អូន សូមអរគុណ